chọp sắt đấy chú hơi kẹp ốp thống à chọp cây đây mình chọp kẹp ba này cái chia cam một phiệp dân tập cây nơi việt sai prang mới giúp thì bênนี้ก็ปรึกหายดอกไตรดาซาปกายวิ่งไอ้กลายนี้คือชอบไตรใบปกายใบชอบไตรตั้งใบมือปั้นขณีไตรนึงดะกบายขณีชอบตั้งใบไอ้នៅវាខ្សែប្រាំងត្រីវានៅតាមកលុកក្បែរតពាំងក្បែរស្រះគេចឹងដាក់ខ្វែលជុំវិញហ្នឹងគឺត្រីស៊ីខ្លាំងដោយសារត្រីហ្នឹងវាដាច់នុយវានៅតាមកលុកហើយខាងនេះដោយសារតែគេបាញ់ថ្នាំស្រូវបាញ់ថ្នាំការពារស្រូវអញ្ចឹងត្រីវាពុលខ្លះអីខ្លះហើយកន្លែងខ្លះក៏ដាក់ទៅវាអត់ស៊ីវាពុលថ្នាំហើយវារត់ទៅតំបន់ផ្សេងចឹងមានស្រែខ្លះក៏ត្រីវានៅទៅហើយកន្លែងនេះគឺជាប់មួយទៀតហើយគឺវារំខ្លាំងហើយត្រីមានធំមានទូចប៉ុន្តែភាគច្រើនគឺត្រីថិតប្រប៉ុនកដៃអីហ្នឹងឯងហើយវាជុំហើយស្រូវអញ្ចេះទៅពេលវាជាប់មិនសូវជាបាត់បកាយទេយើងដាក់ដោតធូទេដោយសារបើវាជាប់គឺវារំជាប់នឹងស្រូវហ្នឹងឯងហើយត្រីខែនេះវាថិតក្រាន់ដោយសារវាសម្បូរនុយស៊ីអញ្ចឹងទៅនេះគ្នា3នាក់អញ្ចឹងបានម្នាក់ប្រហែលជា4 5 6គីឡូដែរហើយត្រីប៉ុនក៏ដៃដូចតែឃើញស្រាប់អញ្ចឹងនៅវាស្អែប្រាំងយើងខាងក្រោមហើយពេលព្រឹកគឺបានក្រែក្រន់ដែរហើយនេះឃើញជាប់ឲ្យតែឃើញស្រូវទន់ឬក៏រៀបស្រូវដឹងតែជាប់ហើយដឹងតែសើមឃើញសើមដល់លើកមកដល់ជាប់ហើយត្រីយើងលេងផ្លែរៀងល្អដែរអញ្ចឹងខំជាប់ដាក់នៅហើយត្រីទក់វាស្រែប្រាំងយើងនៅពេលទឹកសអញ្ចឹងទឹកថ្លាអញ្ចឹងគឺច្រើនត្រីសហើយកន្លែងនេះគឺជាប់សัตว์ត្រីអត់ជាប់ទេសัตว์វាស៊ីមីកូនកែបយើងដាក់ហើយគិតថាដោះលេងវាទៅវិញដែរប៉ុន្តែដោះអត់បានវាលេបចូលក្នុងពងកអញ្ចឹងទាញមកដាច់ផ្លែស្លាប់បាត់លេងអត់កើតថាលេងវាដែរសំណោះវាដែរអញ្ចឹងមានតែយើងយកមកប្រឡាក់ហើយដល់ទៅទៀតយើងជាប់កែបមួយទៀតកែបធំមែនទេកន្លែងនេះកែបអបកែបវាលព្រៃថិតធំកែបនឹងចង់3ខាំហើយមួយនឹងកែបនឹងមួយឆាបានហូបបាន2 3នាក់អីបាទអញ្ចឹងបាន2សัตว์មួយកែបមួយគឺទុកឆាក្តៅពេលថ្ងៃត្រង់ត្រឡប់ទៅផ្ទះវិញចូលទៀតហើយហើយកន្លែងនេះគឺជាប់មួយទៀតហើយឲ្យតែឃើញទន់បកាយរៀងទន់ហើយរៀងសើមស្រូវជាប់សាងខាងយើងដាក់ពីបកងជាប់សាងខាងហើយត្រីអត់សូវធំទេកន្លែងនេះគឺត្រីទូចអញ្ចឹងយើងផ្សំទៅតូចធំអីឲ្យតែជាប់យើងយកទាំងអស់បាទហើយដល់ទៅមុខទៀតលងបែរជាបុន10បកាយអីក៏ឃើញមានជាប់មួយទៀតដែរហើយកន្លែងនេះរៀងធំដោយសារតែវាទាញតែដល់ពេលលើកបកាយមកដាច់មាត់បាត់យើងខាក់ក្រទៅមើលវាយូរពេកចឹងដាច់មាត់បាត់អានេះលទ្ធផលសរុបពេលព្រឹកដែលយើងសាបកាយហើយបានប្រហែលជា3គីឡូត្រីហើយបានសัตว์មួយកែបមួយទុកគ្រាន់ទៅហូបហើយមានត្រីបានដែងមួយដែរអញ្ចឹងសរុបទាំងអស់តុងពីយប់ដែលយើងមើលពីបកផងតុងព្រឹកផងបានប្រហែលជា4 5គីឡូដែរហើយត្រឡប់ទៅវិញយើងទុកហូបខ្លះយើងលក់ខ្លះហើយត្រីវាស្រែអញ្ចឹងវារសជាតិ